Most of us aren't even aware of the UK logistics industry, yet it's one of the most successful sectors in UK business. Logistics affects nearly every aspect of our daily lives. It's quite literally all around us all the time. ចឹងអ្វីដែលសំណួរដែលសួរត្រឡប់មកវិញណាមានតម្រូវការទើបមានការផ្គត់ផ្គង់អញ្ចឹងសំណួរថាធ្វើយ៉ាងម៉េចឲ្យតម្លៃដើមរបស់យើងវាទាបដើម្បីឆ្លើយតបជាមួយនឹងការប្រកួតប្រជែងរបស់នៅទីផ្សារអញ្ចឹងសំខាន់បំផុតនេះគឺអាខាងក្រោមនេះ logistics ហ្នឹងឯងបើយើងដឹងរបៀបធ្វើ logistics នោះតម្លៃដើមរបស់យើងវានឹងចំណាយទាបហើយការបញ្ជូនទំនិញរបស់យើងវានឹងមានសុវត្ថិភាពហើយប្រសិទ្ធភាពយើងអត់ចាញ់ដល់គេអញ្ចឹងដល់ពេលណាដែលយើងចំណាយថ្លៃដើមយើងវាទាបណាយើងមើលនេះថ្លៃដើមណាបើថ្លៃដើមវាទាបអញ្ចឹងឱកាសក្នុងការប្រកួតប្រជែងលើទីផ្សារវាខ្ពស់ស្អីយើងចំណាយថ្លៃដើមទាបអញ្ចឹងផលិតផលរបស់យើងអាចលក់ក្នុងតម្លៃថោកដែរនេះគឺជាអ្វីដែលដែលខ្ញុំចង់ញែកឲ្យយើងទាំងអស់គ្នាឲ្យឃើញថាចង់ឆ្លុះបញ្ចាំងថាតើនៅក្នុងការដែលយើងប្រើពាក្យថាការធ្វើចំនួនការធ្វើពាណិជ្ជកម្មការធ្វើអីហ្នឹងតើធៀបពិតនៅក្នុងការធ្វើពាណិជ្ជកម្មវាត្រូវមានអីខ្លះពេលខ្លះយើងក៏អាចដឹងតែមួយម៉ាត់ថាអូយើងមានលុយណាយើងមានលុយយើងធ្វើពាណិជ្ជកម្មណាយើងបើកក្រុមហ៊ុនអូខេបើកបានដូចតែគ្នាតាបើកបានណាក៏ប៉ុន្តែអាពីរខាងក្រោមនេះប្រហែលជាអាមួយកដាលនេះប្រហែលជាយើងអាចធ្វើខ្លួនឯងខ្លះប៉ុន្តែអាខាងក្រោមនេះប្រហែលជាយើងមិនចេះធ្វើទេយើងអាចប្រគល់ឲ្យភាគីទី3ណាអាចប្រគល់ភាគទី3អញ្ចឹងបានតែយើងផ្ញើសេចក្តីទុកចិត្តទៅឲ្យភាគីទី3ណាហើយយើងដឹងថាខាងលើនេះទេដឹងថាសញ្ញេកុងត្រេអាហ្នឹងឯងអត់ដឹងអីទេអូខេយើងទៅមកជំហានទៀតអញ្ចឹងនៅខាងក្នុងហ្នឹងណាសមាជិកនៅក្នុងការធ្វើ business យើងឃើញស្រាប់ហើយនៅក្នុងនេះណា input process output វាមានតែប៉ុណ្្នឹងសាមញ្ញប៉ុណ្្នឹងណាបើសិនណាជាយើង input material ល្អ